Hello, where is the nearest supermarket in this area? 你好，这个地区最近的超市在哪里？ Rồi bóng 4, 3. How much for a cup of coffee? 一杯咖啡多少钱？ ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុង Channel Galaxy Tip KH ថ្ងៃនេះដែរខ្ញុំបង្ហាញពីមុខងារមួយដែលហៅថា Interpreter នៅក្នុង Samsung Galaxy M25 ហើយមុខងារហ្នឹងក៏មាននៅក្នុង device ផ្សេងៗដែរឲ្យទៅថាអាចប្រើប្រាស់មុខងារ Galaxy AI បានអញ្ចឹងមុខងារ Interpreter ហ្នឹងវាជួយយើងមិនគឺវាជួយឲ្យយើងដូចជាអ្នកបកប្រែឲ្យយើងម្នាក់អញ្ចឹងណាហើយអ្នកបកប្រែហ្នឹងដូចនៅជាប់ជាមួយយើងរហូតបានន័យថាយើងគ្រាន់តែនិយាយភាសាអង់គ្លេសទៅឲ្យវាបកប្រែទៅភាសាអីផ្សេងឬក៏យើងនិយាយភាសាអីផ្សេងឲ្យវាបកប្រែទៅអង់គ្លេសឬក៏អីក៏បានដែរគ្រាន់តែថាចំណុចទី1ហ្នឹងគឺភាសាខ្មែររបស់យើងវារៀងនៅមិនទាន់បានទេនៅយើងប្រើប្រាស់អត់ទាន់បានហើយមុខងារហ្នឹងគឺអត់ចាំបាច់ប្រើប្រាស់អ៊ីនធឺណិតទេបានន័យថាឲ្យតែបងប្អូន download language pack នៅក្នុងទូរស័ព្ទហ្នឹងហើយគឺយើងអាចប្រើប្រាស់បានហើយណាអូខេអញ្ចឹងកុំឲ្យបងអង្គយូរខ្ញុំនឹងចូលទៅកាន់កម្មវិធីនឹងតែម្ដងបាទអញ្ចឹងជាដំបូងហ្នឹងគឺយើងដើម្បីប្រើប្រាស់មុខងារនឹងបានគឺយើងគ្រាន់តែអូសចុះអូសចុះក្រោមមកកន្លែង notification បាទបន្ទាប់មកយើងរកពាក្យថា interpreter អូខេអញ្ចឹងខ្ញុំសូមscreenshot ធ្វើ screen recording តែម្ដងទៅអូខេនេះគឺរបៀបប្រើប្រាស់ហ្នឹងគឺយើងចូលទៅមុខងារហ្នឹងយើងចូលទៅ interpreter បកប្រែហ្នឹងណាអញ្ចឹងបន្ទាប់មកយើងនឹងឃើញរូបរាងវាបែបនេះ interface វាបែបនេះខាងនេះគឺសម្រាប់ជនមកខាងទៀតដៃគូសន្ទនាមួយយើងមកខាងទៀតហើយខាងនេះគឺសម្រាប់យើងអ្នកនិយាយអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងនិយាយជាភាសាអង់គ្លេសអញ្ចឹងយើង select ភាសាមកថាយើងនិយាយភាសាអង់គ្លេសអញ្ចឹងណាតែបើឧទាហរណ៍ថាអ្នកខាងនោះគាត់និយាយអីឧទាហរណ៍កូរ៉េអញ្ចឹងយើងដាក់កូរ៉េទៅបើចិនយើងដាក់ចិនទៅណាហើយបើសិនជាវៀតណាមយើងដាក់វៀតណាមទៅបើសិនជាថៃយើងដាក់ថៃទៅបើសិនជាអ៊ីតាលីដាក់អ៊ីតាលីទៅបើបារាំងដាក់បារាំងអីទៅណាសំខាន់ឲ្យតែយើងមាន download language pack នៅក្នុងហ្នឹងហើយអញ្ចឹងឥឡូវនេះគឺខ្ញុំដាក់កូរ៉េណាឧទាហរណ៍ដើម្បីយើងអាចសន្ទនាបានហ្នឹងយើងអាចចុចដំបូងយើងឃើញមានរូបនេះបាទកន្លែងនេះគឺរូប microphone អញ្ចឹងយើងគ្រាន់តែចុចមកឧទាហរណ៍ណាឥឡូវខ្ញុំចាប់ផ្ដើមនិយាយ Hello where is the nearest supermarket in this area 안녕하세요. 이 지역에서 가장 가까운 슈퍼마켓은 어디에 있나요? Amazing. អូខេបងប្អូនឃើញទេពេលដែលយើងនិយាយទៅវាបកប្រែឲ្យឥឡូវខ្ញុំនិយាយមួយទៀតចុះណាខ្ញុំសួរវាមួយទៀត How much for a cup of coffee 커피 한 잔은 어떻게 할까요? ប្រហែលជាខ្ញុំនិយាយទៅអត់ច្បាស់ខ្ញុំសូមនិយាយម្ដងទៀត How much for a cup of coffee 커피 한 잔은 얼마일까요? អូខេបងប្អូនឃើញទេឥឡូវខ្ញុំសួរសំណួរមួយទៀតណា What is the most exciting place to visit in your city 당신의 도시에서 가장 흥미로운 곳은 어디인가요? អូខេឥឡូវខ្ញុំសាកដូរភាសាវិញណាខ្ញុំសាកដូរភាសាខ្ញុំសាកដាក់ចិនចុះណាអូខេ I don't know how to speak your language Can you tell me where is the nearest bus station is 我不知道如何说你的语言，你能告诉我最近的汽车站在哪里吗？ អូខេបងប្អូនឃើញទេអញ្ចឹងឧទាហរណ៍ណាខ្ញុំសួរវាទៀតណាខ្ញុំសួរដូចសំណួរមិញចុះ Hello where is the nearest supermarket in this area 你好，这个地区最近的超市在哪里？ rồi បងប្អូនបាទ How much for a cup of coffee 一杯咖啡多少钱？ អូខេបងប្អូនឃើញទេនេះគឺជាមុខងារ interpreter មួយដែលវាមានប្រយោជន៍មែនតើសម្រាប់យើងទៅដើរលេងឬក៏យើងទៅទីតាំងណាមួយដែលគិតថាភាសាគឺជាចំណុចមួយដែលមានបញ្ហាដែលវាពិបាកធ្វើឲ្យយើងក្នុងការសន្ទនាបាទធ្វើឲ្យយើងពិបាកក្នុងការសន្ទនាអញ្ចឹងវាអាចជួយយើងបានហើយមុខងារនេះគឺយើងមិនបាច់ចាំបាច់មានអ៊ីនធឺណិតទេមិនបាច់មាន Wi-Fi មិនបាច់មាន data មិនបាច់មានអីទេអញ្ចឹងយើងទៅដល់គឺយើងអាចប្រើបានតែម្ដងសំខាន់ទី1គឺយើងត្រូវការមាន Samsung account ដើម្បីប្រើប្រាស់មុខងារ AI ណាមួយរបស់ Samsung ហ្នឹងគឺត្រូវការមាន Samsung account log in នៅក្នុងទូរស័ព្ទហ្នឹង
មួយទៀតចំណុចសំខាន់មួយទៀតគឺយើងត្រូវតែ download ភាសាបានន័យថា download language pack ទុកនៅក្នុងទូរស័ព្ទនឹងហើយស្រាប់ឧទាហរណ៍ណាឥឡូវខ្ញុំចូលរបៀបចូលទៅ download ភាសាហ្នឹងគឺយើងចូលទៅ setting បាទយើងចូលទៅ setting បន្ទាប់មកយើងអូសទៅ general management ទៅណាយើងអាច type ក៏បានយើងសរសេររក language ទៅបាទបន្ទាប់មកនេះគឺ language pack អញ្ចឹងនៅក្នុង language pack ហ្នឹងគឺបងប្អូន download មកឥឡូវបានន័យថាភាសាខាងលើនេះគឺខ្ញុំបាន download install ហើយអញ្ចឹងនៅភាសាខាងក្រោមនេះគឺខ្ញុំអត់បាន download ទេអញ្ចឹងបើសិនជាបងប្អូនគិតថាមានតម្រូវការភាសាខាងក្រោមនេះយើងអាចចុច download ទៅឧទាហរណ៍ដូចភាសាអ៊ីតាលីភាសាអាល្លឺម៉ង់អីចឹងណាភាសាប៉ូទុយហ្គាល់អញ្ចឹងបងប្អូនអាចចុច download ទៅប៉ុន្តែដោយសារខ្ញុំអត់មានត្រូវការអញ្ចឹងខ្ញុំខ្ជិល download ទេខ្ញុំ download ហើយខ្ញុំគិតថាខ្ញុំអាចប្រើប្រាស់ភាសាណាមួយនៅក្នុងនេះអញ្ចឹងណាអញ្ចឹងខ្ញុំចិត្ត download ទៅអញ្ចឹងពេលដែល download ហើយគឺបងប្អូនអាចប្រើប្រាស់បានតែម្ដងទោះបីជាឧទាហរណ៍ថាខ្ញុំបិទ flight mode ណាឧទាហរណ៍ថាខ្ញុំបិទខ្ញុំបើកខ្ញុំមិនចាំបាច់មានសេវាទូរស័ព្ទទេណាឧទាហរណ៍ថាខ្ញុំបិទ flight mode ហ្មងទូរស័ព្ទក៏អត់មានសេវាdata wifi អីក៏អត់មានដែរអញ្ចឹងដើម្បីចូលហ្នឹងគឺដូចគ្នាខ្ញុំចូលទៅinterpreter មកអញ្ចឹងខ្ញុំអាចនិយាយបានតែម្ដងឧទាហរណ៍ណាបាទ Where is the most exciting place to visit in your city 游览印度城市最令人兴奋的地方是哪里？ ដោយសារខ្ញុំនិយាយអត់ច្បាស់ខ្ញុំសូមនិយាយម្ដងទៀត Where is the most exciting place to visit in your city 在你的城市里最令人兴奋的地方是哪里？ ឃើញទេបងប្អូននេះគឺជាចំណុចពិសេសមួយរបស់ Samsung Galaxy ហើយចំណុចពិសេសរបស់ Galaxy AI គឺ on device តែម្ដងមិនបាច់ចាំបាច់មាន internet ក៏ប្រើបានដែរអូខេបាទហើយតម្រូវយើងអ្នកនិយាយតើយើងនិយាយទៅត្រូវដែរខ្លាចយើងនិយាយអត់ត្រូវទៅវាអាចបកខុសឲ្យយើងបាទអញ្ចឹងខ្ញុំគិតថាចំណុចនេះគឺវាល្អដែលបងប្អូនអាចប្រើប្រាស់បានអូខេបាទហើយនេះគឺ interpreter mode អញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងនិយាយអំពី listening mode ណាអរគុណអ្នកទាំងអស់គ្នាហើយបើសិនជាគិតថាវីដេអូនេះល្អសូមជួយ subscribe channel YouTube ម្នាក់មួយហើយសូមជួយ share វីដេអូ share និង like វីដេអូនេះផងណាអរគុណច្រើនជំរាបលាជួបគ្នានៅក្នុងវីដេអូក្រោយអរគុណបាយបាយ